បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកតាមដានស្ដាប់ Channel Re-Rain on the Show ទាំងអស់គ្នាបាទថ្ងៃនេះដែរ Channel របស់ខ្ញុំបានវិលមកជួបពុកម៉ែបងប្អូនវិញហើយបាទហើយថ្ងៃនេះដែរខ្ញុំមានប្រធានបទមួយចង់លើកមកបង្ហាញជូនពុកម៉ែបងប្អូនបាទវាខុសសពមួយដងបាទរាល់ដងគឺខ្ញុំធ្វើវីដេអូភាគច្រើនគឺពាក់ព័ន្ធទៅនឹងបញ្ហានយោបាយក៏ដូចជាបញ្ហាព្រំដែនរវាងកម្ពុជាសៀមពុកម៉ែបងប្អូនប៉ុន្តែដោយឡែកនៅក្នុងវីដេអូថ្ងៃនេះបាទប្រធានបទរបស់ខ្ញុំនឹងគឺពាក់ព័ន្ធទៅនឹងរឿងក្តីឧក្រិដ្ឋកម្មបាទដូច្នេះដើម្បីកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនទៅតាមដានស្ដាប់និងទស្សនាការបកស្រាយរបស់ខ្ញុំបាទដូចតទៅបាទសូមក្រុមជើញពុកម៉ែបងប្អូនប្រិយមិត្តជាពិសេសគឺបងប្អូនណាបុគ្គលិករបស់ធនាគារព្រីនណាបាទអ្នកដែលធ្លាប់ជាបុគ្គលិកបម្រើការឲ្យធនាគារព្រីនឬក៏ក្រុមហ៊ុនដែលជាបិទសម្ព័ន្ធនៅក្រោមព្រីនក្រុមបាទបងប្អូនមាននឹករលឹកទេទៅដល់លោកចិនស៊ីបាទពេលនេះបច្ចុប្បន្ននេះតើលោកចិនស៊ីនឹងគាត់ទៅដល់ណាណីហើយបាទស្ថានភាពរបស់លោកចិនស៊ីនឹងយ៉ាងម៉េចទៅហើយបាទហើយលោកចិនស៊ីហ្នឹងខ្ញុំមិនបាច់និយាយរៀបរាប់ច្រើនពីអត្តសញ្ញាណនិងពីសាវតារបស់គាត់ទេពីព្រោះខ្ញុំធ្វើវីដេអូច្រើនមកហើយបាទពាក់ព័ន្ធទៅនឹងលោកចិនស៊ីនរណាក៏ស្គាល់ដែរលោកគឺជាអតីត businessman ជាអ្នកជំនួញប្រុសដ៏ល្បីល្បាញល្បីឈ្មោះខ្លាំងមែនទែនបាទលោករ៉ូស៊ីជោគជ័យខ្លាំងណាស់នៅក្នុងវិស័យជំនួញក្នុងព្រះរាជាណាចក្រកម្ពុជាបាទប៉ុន្តែត្រូវអស់លក្ខបាទត្រូវហៅថាចាប់ផ្ដើមពីចំណុច0មកឡើងដល់ចំណុចកំពូលហើយក៏ធ្លាក់ពីចំណុចកំពូលធ្លាក់មកដល់ចំណុច0វិញបាទនៅពេលបច្ចុប្បន្ននេះលោកចិនស៊ីកំពុងតែប្រឈមមុខបាទកំពុងតែតវ៉ាក្តីបាទនៅក្នុងតុលាការនៅឯសាធារណរដ្ឋប្រជាមានិតចិនឯណោះបងប្អូនណាបាទដោយសារតែលោកចិនស៊ីនេះធ្លាប់ជាបុគ្គលមួយរូបបាទលោកមានគុណសម្បត្តិខ្លះដែរនៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាបាទយើងទទួលស្គាល់បាទទោះបីជាលោកគឺជាម្ចាស់អាជីវកម្មម្ចាស់មុខជំនួញខ្មៅបាទពាក់ព័ន្ធទៅនឹងបទអក្រិតផ្សេងក៏ដោយក៏ប៉ុន្តែអាជីវកម្មរបស់លោកបាទក៏បាននាំមកនៅផលប្រយោជន៍សម្រាប់សង្គមកម្ពុជាដែរបាទលោកបង្កើតក្រុមហ៊ុនជាច្រើនបាទក្នុងនោះសុទ្ធតែក្រុមហ៊ុនទ្របច្បាប់ហើយសុទ្ធតែក្រុមហ៊ុនសុចរិតទាំងអស់បាទកាលណាដែលក្រុមហ៊ុនរបស់លោកច្រើនគឺមានន័យថាលោកគឺបានបង្កើតឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជាយើងអញ្ចឹងយើងក៏មិនភ្លេចគុណបំណាច់របស់លោកដែរបាទហើយក៏នៅតែសោកស្ដាយបាទសោកស្ដាយគឺសម្រាប់ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបងប្អូនកម្ពុជាមួយចំនួនដែលធ្លាប់បម្រើការឲ្យលោកចិនស៊ីណាមិនដឹងថាពេលនេះតែស្ថានភាពហិរញ្ញវត្ថុស្ថានភាពរបស់ពួកគាត់នឹងយ៉ាងម៉េចទៅហើយតែគាត់នៅបំពេញការងារធម្មតាឬក៏យ៉ាងម៉េចយើងអត់ដឹងទេពាក់ព័ន្ធទៅនឹងផ្ទៃក្នុងរបស់ធនាគារ Prin ក្រុមហ៊ុន Prin and Holding Group របស់លោកចិនស៊ីនឹងបន្ទាប់ពីលោកចិនស៊ីត្រូវបានចាប់ខ្លួនហើយនឹងបញ្ជូនទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញក្រុមហ៊ុនទាំងអស់របស់លោកចិនស៊ីនឹងជួបប្រទះទៅនឹងបញ្ហាអ្វីខ្លះបាទហ្នឹងក៏យើងអត់ដឹងច្បាស់ដែរបងប្អូនណាបាទទោះបីជាយ៉ាងណាក៏ដោយពុកម៉ែបងប្អូនក្នុងវីដេអូនេះគឺខ្ញុំចង់ធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងលោកចិនស៊ីណាតើដំណើរការក្តីរបស់លោកបាននៅឯតុលាការប្រទេសចិននោះវិវត្តដល់ណាហើយបាទហើយជោគវាសនាចុងក្រោយរបស់លោកចិនស៊ីនឹងតើនឹងខ្លាយទៅជាបែបណាបាទគិតមកដល់ពេលនេះពុកម៉ែបងប្អូនដំណើរការក្តីរបស់លោកចិនស៊ីនឹងមិនទាន់បានបញ្ចប់នៅឡើយទេបាទប៉ុន្តែបើតាមសារព័ត៌មានចិនដ៏ល្បីមួយបាទមានឈ្មោះថាខៃស៊ីនបងប្អូនបាទគេបានផ្សាយថារដ្ឋអាជ្ញាបាទរបស់ចិនហ្នឹងគឺបានបន្ថែមបទចោទមួយបាទទៅលើលោកចិនស៊ីគឺពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបង្ករបួសស្នាមបាទបទល្មើសប៉ុនប៉ងបង្ករបួសស្នាមណាអញ្ចឹងក្រៅពីទោសទណ្ឌផ្សេងដែលយើងបានដឹងហើយគឺពាក់ព័ន្ធទៅនឹងតុលាការចិនបាទបានចោទប្រកាន់លោកចិនស៊ីពាក់ព័ន្ធទៅនឹងជាមេខ្លោងបាទបណ្ដាញឆោបោកតាមអនឡាញជាអ្នកលាងលុយកខ្វក់ជាអ្នកបើកលបែងស៊ីសងតាមអនឡាញខុសច្បាប់បទចោទច្រើនករណីមែនទែនដែលបានតុលាការរដ្ឋអំណាចចិនហ្នឹងបានចោទប្រកាន់ទៅលើលោកចិនស៊ីហើយថ្មីនេះគឺគេថែមបទចោទមួយទៀតបាទទម្លាក់ទៅលើលោកចិនស៊ីណាគឺពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបង្ករបួសស្នាមបាទហើយបើសិនជាលោកចិនស៊ីពិតជាមានពិរុទ្ធពិតជាមានទោសពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបង្ករបួសស្នាមនេះមែនអញ្ចឹងលោកនឹងប្រឈមទៅនឹងការជាប់ពន្ធនាគាររហូតទៅដល់10ឆ្នាំហើយនោះបាយគេបញ្ជាក់ថាយ៉ាងហោចណាស់10ឆ្នាំបាទអញ្ចឹងវា
អាចលើ10ឆ្នាំបាទឬក៏ត្រឹមតែ10ឆ្នាំទេអត់ក្រោម10ឆ្នាំទេបងប្អូនបាទហើយមួយទៀតគឺវាអាចប្រឈមទៅនឹងទោសធ្ងន់បំផុតនោះគឺពុកបងប្អូនគឺពាក់ព័ន្ធទៅនឹងទោសប្រហារជីវិតបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាទោសប្រហារជីវិតនេះមិនមែនជាកម្រិតទោសមួយដែលវាពាក់ព័ន្ធទៅនឹងការប៉ុនប៉ងរបួសស្នាមទេដោយសារអីដោយសារតែលោកចិនស៊ីនេះលោកជាប់ពាក់ព័ន្ធច្រើនករណីពេកមានន័យថាលោកត្រូវតុលាការចោទច្រើនករណីពេកបាទអញ្ចឹងមួយករណីត្រូវអនុវត្តទោសប្រហែលឆ្នាំអញ្ចឹងណាអញ្ចឹងបូកចូលគ្នាវាអាចធ្វើឲ្យបើសិនជាមិនជាប់គុកមួយជីវិតលោកចិនស៊ីនឹងឯងគឺអាចនឹងត្រូវតុលាការកាត់ទោសប្រហារជីវិតតែម្ដងបាទអានេះគឺជាទស្សនវិជ្ជាផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងលោកចិនស៊ីបាទអាចនឹងត្រូវអនុវត្តទោសបន្ទាប់ពីតុលាការធ្វើសេចក្តីសម្រេចចុងក្រោយបាទអញ្ចឹងលោកចិនស៊ីដែលមានវ័យ38ឆ្នាំណាបងប្អូនបច្ចុប្បន្នហ្នឹងលោកអត់មានសញ្ជាតិខ្មែរទេពីព្រោះលោកបានលាលែងពីសញ្ជាតិខ្មែរដែរហើយបាទមិនមែនលាលែងទេរាជរដ្ឋាភិបាលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហ្នឹងគឺបានដកហូតសញ្ជាតិពីលោកវិញណាបាទដោយសារតែការនោះគឺកម្ពុជាបានធ្វើវិសោធនកម្មច្បាប់បាទធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញណាដល់អញ្ចឹងទៅវាពាក់ព័ន្ធទៅនឹងសញ្ជាតិរបស់លោកចិនស៊ីអញ្ចឹងលោកចិនស៊ីក៏អស់សញ្ជាតិខ្មែរតាំងពីពេលហ្នឹងទៅបាទហើយបតាលពីខែមករាដើមឆ្នាំ2026ដូចជាដឹងហើយបាទក្រសួងមហាផ្ទៃនៃប្រជាណាចក្រកម្ពុជាបងប្អូនបើគឺបានបញ្ជាក់ថាលោកចិនស៊ីនឹងគឺត្រូវចាប់បញ្ជូនទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញហើយដើម្បីប្រឈមមុខទៅនឹងតុលាការក៏ដូចជាប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិនណាបាទហើយមុននឹងចាប់ហ្នឹងគឺលោកចិនស៊ីគឺត្រូវបានទាំងភាគីចិនទាំងសហរដ្ឋអាមេរិកគឺចោទប្រកាន់ច្រើនករណីមែនទែនគឺពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មបាទពាក់ព័ន្ធទៅនឹងបណ្ដាញឆោបោកតាមអនឡាញការលាងលុយកខ្វក់ការបង្ខាំងមនុស្សខុសច្បាប់ការប៉ុនប៉ងមនុស្សជាតិអីហ្នឹងបងប្អូនណាបាទដល់តែច្រើនករណីអញ្ចឹងបាទត្រូវបានអ្នកជំនាញខាងផ្លូវច្បាប់បងប្អូនបាទគេធ្វើការវិភាគក៏ដូចជាព្យាករណ៍អំពីអនាគតរបស់លោកចិនស៊ីនឹងថាប្រហែលជាមិនអាចគេចផុតពីទោសប្រហារជីវិតទេហើយចុះពុកម៉ែបងប្អូនគិតថាលោកចិនស៊ីនឹងអាចគេចផុតពីទោសប្រហារជីវិតដែរអត់បាទទន្ទឹមនឹងការចាប់ខ្លួនលោកចិនស៊ីពុកម៉ែបងប្អូនខ្ញុំចង់រំលឹកថយក្រោយបន្តិចកាលនោះបុគ្គលល្បីឈ្មោះដែលគេជឿថាមានទូនាទីមានឋានៈខ្ពស់នៅក្នុងក្រុមហ៊ុន Print Group របស់លោកចិនស៊ីហ្នឹងគឺលោកហ៊ូស៊ីបាទហ៊ូស៊ីហ្នឹងគឺគាត់មានសញ្ជាតិសៃប្រុសណាបាទគាត់ដើមកំណត់ចិនដូចលោកចិនស៊ីដែរបាទលោកត្រូវបានអាជ្ញាធរជប៉ុនធ្វើការចាប់ខ្លួនហើយបាទហើយការចាប់ខ្លួនហ្នឹងក៏វាពាក់ព័ន្ធទៅនឹងបទល្មើសដូចអ្វីដែលលោកចិនស៊ីត្រូវបានគេចាត់ប្រកាន់ផងដែរបាទប៉ុន្តែលោកហ៊ូស៊ីហ្នឹងកាលពីខែមេសាលោកបានប្រាប់សារព័ត៌មាន The Reuters ថាលោកហ្នឹងគឺមិនមែនជាមេដឹកនាំឬក៏ជាមេខ្លោងថ្នាក់ដឹកនាំកម្ពុជានៃសម្ព័ន្ធ Print Group ទេបាទហើយពាក់ព័ន្ធទៅនឹងរឿងក្តីរបស់លោកចិនស៊ីនេះលោកគឺពាក់ព័ន្ធទៅនឹងបទល្មើសច្រើនករណីណាបងប្អូនបាទហើយប្រហែល 4-5 ករណីហ្នឹងវាអាចនឹងសំលមមដែលតុលាការធ្វើការផ្ដន្ទាទោសលោកនឹងរហូតដល់ទោសប្រហារជីវិតឬក៏ជាប់ពន្ធនាគារអស់មួយជីវិតបាទបើយើងនិយាយបងប្អូនបើពាក់ព័ន្ធទៅនឹងការប្រហារជីវិតនៅក្នុងប្រទេសចិនក្នុងឆ្នាំ2026នេះវិញចិនបានប្រកាសថាខ្លួនគឺបានប្រហារជីវិតមនុស្ស11នាក់ទៅហើយបាទដែលវាពាក់ព័ន្ធទៅនឹងគ្រួសារតកូលមីងណាមកវឹកមុនគឺល្បីល្បាញដែរគឺគ្រួសារអ ுக ្រិតជនបាទតកូលមីងបាទតកូលមីងនេះគឺជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឆោបោកតាមអនឡាញដែរតាមអ៊ីនធឺណិតដែរបងប្អូនដែលមានទីតាំងស្នាក់ការធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានន័យថាក្រុមអ ுக ្រិតជនបណ្ដាញឆោបោកតាមអនឡាញនេះគឺប្រតិបត្តិការនៅក្នុងប្រទេសភូមាតែម្ដងបាទប្រទេសមីយ៉ាន់ម៉ាតែម្ដងបាទហើយឥឡូវហ្នឹងគឺមនុស្ស11នាក់បាទនៅក្នុងឆ្នាំ2026នេះជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មរបស់គ្រួសារតកូលមីងនេះគឺត្រូវបានប្រហារជីវិតទៅហើយបាទតាមបទចោទដែលគេចោទប្រកាន់ទៅលើបុគ្គលទាំងអស់នោះគឺវាមានច្រើនករណីមែនទែនក្នុងនោះគឺពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបង្ករបួសស្នាមបាទពាក់ព័ន្ធទៅនឹងការប៉ុនប៉ងមនុស្សជាតិការបង្ខាំងឃុំខ្លួនមនុស្សខុសច្បាប់ការក្លែងបន្លំហើយនឹងការបើកដំណើរការនៅកាស៊ីណូខុសច្បាប់នេះបើយើងយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបងប្អូនបាទអញ្ចឹង11នាក់នេះគឺសុទ្ធតែពាក់ព័ន្ធទៅនឹងបណ្ដាញឆោបោកតាមអនឡាញអញ្ចឹងយ៉ាងណាមិញបើកលេចមើលបទល្មើសរបស់លោកចិនស៊ីនេះយើងគិតថាមិនខុសពី11រូបនេះទេដូច្នេះបានសេចក្តីថាជោគវាសនាចុងក្រោយរបស់លោកចិនស៊ីនេះអាចនឹងដូចមនុស្សទាំង11រូបនេះ
បាទអញ្ចឹងយើងចាំមើលដល់គ្នាបងប្អូនណាបាទទោះបីយ៉ាងណាក៏ដោយអានេះវាគ្រាន់តែជាការសន្និដ្ឋានទេបាទកម្រិតនៃទោសទណ្ឌរបស់លោកចិនស៊ីថាតើត្រូវជាប់គុកប្រហែលឆ្នាំបាទជាប់ទោសអស់មួយជីវិតឬក៏រហូតដល់ទោសប្រហារជីវិតយើងអត់ទាន់មានសេចក្តីសម្រេចណាមួយទេបាទនេះគ្រាន់តែជាការប៉ាន់ស្មានធ្វើការសន្និដ្ឋានទេពីសំណាក់អ្នកជំនាញខាងផ្លូវច្បាប់ណាបងប្អូនបាទអញ្ចឹងក្នុងនាមយើងជាពលរដ្ឋខ្មែរមួយរូបហើយយើងក៏តាមដានពាក់ព័ន្ធទៅនឹងបទល្មើស scam អីហ្នឹងដែរហើយជាពិសេសគឺពាក់ព័ន្ធទៅលើលោកចិនស៊ីបាទទោះបីយ៉ាងណាក៏ដោយអតីតកាលរបស់លោកនោះក៏ធ្លាប់ជាជនជាតិខ្មែរដែរក៏ធ្លាប់មានគុណបំណាច់នៅក្នុងវិស័យសេដ្ឋកិច្ចខ្មែរដែរអញ្ចឹងយើងចង់ដឹងមែនទែនថាតើជីវិតចុងក្រោយរបស់លោកចិនស៊ីហ្នឹងនឹងទៅជាយ៉ាងណាហើយលេខរៀងទី12បាទមនុស្សទី12ដែលត្រូវបានគេបហាជីវិតហ្នឹងតើជាលោកចិនស៊ីឬក៏ជាអ្នកណាបាទអញ្ចឹងពុកម៉ែបងប្អូនចាំតាមដានមើលទាំងអស់គ្នាបាទអរគុណណាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យអត់ទោសផងដែរបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនមានខមមិនឬក៏មានមតិយោបល់អីចង់កែសម្រួលឬក៏ចង់បំពេញបន្ថែមអីអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំរីករាយក្នុងការជជែកវិញ្ញារកខុសត្រូវនិងរកហេតុផលជាមួយពុកម៉ែបងប្អូនបាទហើយបើសិនជាប្រិយមិត្តយល់ថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនអាចបង្ហាញការគាំទ្រមកដល់ខាងខ្ញុំបាទតាមរយៈការចុច Subscribe បន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពាក់ព័ន្ធទៅនឹងការចែករំលែកចំណេះដឹងខាងសង្គមសេដ្ឋកិច្ចហើយនិងនយោបាយជាច្រើនបន្ថែមទៀតជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពជម្រាបលា